តែអ្នកនរគ្នាអាចរកតម្លៃ40%នៃ20បានដែរឬទេបើសិនមកយើងជាទូទៅយើងអាចយកលេខទៅគុណយើងគុណនិយាយយើងស្ទាត់ប៉ុន្តែដល់ចំណុចមួយដែលយើងចង់បរៀនក្មេងឲ្យគាត់យល់អំពីតម្លៃហ្នឹងគឺពិបាកពេលខ្លះគឺពិបាកហើយជាក់ស្ដែងបច្ចុប្បន្នហ្នឹងគឺក្មេងៗគឺពិបាកក្នុងការបញ្ឈៀបអាគំនិតថ្មីគំនិតជាបែបគណិតវិទ្យាហ្នឹងចូលទៅឲ្យគាត់ដែរអញ្ចឹងយើងមានតែប្រើកម្មវិធីជំនួយដើម្បីគាត់ចាប់ផ្ដើមទាញឲ្យចាប់ផ្ដើមស្វែងយល់ថាឥឡូវនេះ40%នៃ20ហ្នឹងវាស្មើប្រមាណណា100%នៃ20គឺមកពេញនឹងតែម្ដង100%នៃ20គឺស្មើ20ហ្នឹងឯងបើសិនតែយើងគោះមកត្រឹម50%នៃ20បាទ50%នៃ20គឺស្មើជាមួយនឹង10ប៉ុន្តែយើងមិនមែនចង់រកមក50%យើងចង់រក40%នៃ20យើងគោះបន្ថែមទៀតមកបាទទៅចុះបន្តិចទៀតមកអូ40%នៃ20គឺស្មើជាមួយនឹង8ចឹងឲ្យបងប្អូនគាត់គិតបាទគាត់គិតគាត់រៀនលេងពីព្រោះគាត់ធ្លាប់គាត់ចង់ស៊ាំក្មេងៗមួយចំនួនធំមិនទាំងអស់ទេគាត់ស៊ាំជាមួយនឹងការលេងហ្គេមលេងអីនេះដល់ពេលយើងឲ្យគាត់មកគុណលើกระดาษគាត់គុណទាំងបង្ខំអ្នកនរគ្នាមិនជឿអ្នកនៅតែមើលពេលគាត់ទៅសេលើกระดาษហ្នឹងគឺគាត់អត់សប្បាយចិត្តទេបាទចឹងក៏យើងសម្រេចចិត្តបាទយើងសម្រេចចិត្តនៅក្នុងការបើកវគ្គបង្វឹកសម្រាប់ក្មេងៗថ្នាក់ទី3ទី4ទី5ទី6ហ្នឹងគឺយើងមូលហេតុដែលយើងចង់បង្វឹកពួកគាត់ឲ្យហើយមិនចាំដល់ទី7ហ្នឹងដោយសារតែវាគឺជាគ្រឹះចាំបាច់ហ្នឹងតែកាលណាគាត់មានការគិតជាគណិតវិទ្យាគាត់យល់វាហ្នឹងគាត់មានមូលដ្ឋានទៅហើយយើងក៏ងាយស្រួលដែរពេលយើងពនគាត់ថ្នាក់ទី7ទី12ក៏យើងងាយភាពងាយស្រួលច្រើនដែរបាទមិនតែហ្នឹងទេយើងបង្ហាញឲ្យគាត់ពីមួយពេលទៅមួយពេលឥឡូវក៏ឲ្យគាត់សាកល្បងឥឡូវយើងសាកល្បងមើលបន្ថែមទៀតបាទបើសិនមក100%គឺស្មើជាមួយនឹង360បាទ100%ពេញហ្មងណាគឺស្មើនឹង360បើសិនជា50%នៃ360ហ្នឹងដល់យើងគូសមក50%ហ្នឹងពាក់កណ្ដាល50%គឺពាក់កណ្ដាលគាត់ចាប់ដើមគិតទេអ្នកនរគ្នាមិនបាច់ភ័យឯក្មេងៗនៅពេលដែលគាត់ធ្វើវាគាត់នឹងសង្កេតទម្រង់ហ្នឹងអញ្ចឹងមិនមែនគាត់ចេះដើរគាត់ចេះនិយាយកើតទេគឺគាត់សង្កេតទម្រង់ពីអ្វីដែលគាត់ឃើញគាត់សង្កេតមើលគាត់វិភាគមើលបាទមនុស្សយើងគឺកើតមកគឺចេះវិភាគចេះគិតទេគាត់អស់តែ2 3ដងគាត់ឃើញថា50%គឺពាក់កណ្ដាល50%ពាក់កណ្ដាលបាទឥឡូវពាក់កណ្ដាលបើ50%នឹងទៀតបានពាក់កណ្ដាលបើ50%នឹងទៀតគឺ25%គាត់ចាប់ដើមគិតអ្នកនរនេះឃើញបាទនៅពេលមួយតែគាត់គិតអត់ចេញហើយគាត់មកសួរយើងជាគ្រូជាអ្នកបង្ហាញផ្លូវគាត់សួរយើងនៅពេលហ្នឹងគឺជាពេលដែលគាត់ចាប់ផ្ដើមយើងអាចបញ្ឈៀបចូលចំណេះដឹងយើងចង់ឲ្យគាត់ចេះអីក៏យើងគ្រាន់តែរុញបន្តិចទៅគាត់ចាប់បានតែម្ដងព្រោះគាត់ចាប់ផ្ដើមឆ្ងល់គាត់ចាប់ផ្ដើមហេអានេះមិនបានអញ្ចឹងឥឡូវខ្ញុំចង់ដឹងបើសិនជាវា9%នៅហ្នឹងប្រហែលគាត់ចាប់ផ្ដើមចង់ដឹងគាត់គិតអត់ឃើញគាត់មកសួរយើងបាទយើងមិនមែនបរិញ្ញាតាណាដែលគាត់គិតឃើញទេយើងចង់បរិញ្ញាថាអ្វីដែលគាត់មាន error មានកំហុសឆ្គងគាត់គិតខុសគាត់ច្រឡំគាត់មកសួរយើងអានោះមកគាត់រៀនចេះពិតប្រាកដពីព្រោះគាត់រៀនពីកំហុសហ្នឹងច្បាស់ជាងអាគ្រាន់តែមើលតាមតែយើងអញ្ចឹងត្រូវដល់ពេលអាខុសអត់បានរៀនយើងឲ្យរៀនពីអាខុសហ្នឹងឲ្យបានច្រើនឲ្យគាត់គិតឲ្យគាត់កែបាទយកអាខុសមកធ្វើឲ្យត្រូវតែពេលខុសមកត្រូវហើយនិយាយទៅខុសវិញទេបាទឥឡូវយើងមើលណាអញ្ចឹងយើងអូហ្មងអូ25%ស្មើប៉ុន្មានស្មើ90បាទស្មើ90អញ្ចឹងយើងមើល tick mark របស់យើងហ្នឹងអាចមើល tick mark ចឹងហ្នឹងគឺត្រូវ90អត់គាត់សាកបងគាត់សាកមក1%មើលប្រហែលបាទធ្វើប្រហែលហើយយើងសាកបងមួយអូនដូចជាសាកទី4ផងណាទី4គាត់ធ្វើតែបន្តិចគាត់ស្គាល់ភាគរយគាត់ស្គាល់ភាគរយបើគាត់មិនទាន់ច្បាស់គាត់សួរគ្រូគ្រាន់តែប្រាប់បន្តិចគាត់ចេះចាប់ដើមពាក់នេះចាប់ដើមចេះគុណបាទយើងមាន worksheet របស់យើងกระดาษធ្វើលំហាត់របស់យើងបន្ថែមទៀតឲ្យគាត់បាទនេះគឺជាអ្វីដែលយើងទាញចំណាប់អារម្មណ៍គាត់មកឲ្យគាត់រៀនបាទ100%ពី40ឥឡូវអូតិចមកហ្មងនេះ60%នៃ240បាទនេះគឺ60%នៃ240គឺស្មើជាមួយនឹង144បាទអញ្ចឹងចំពោះលោកអ្នកអាណាព្យាបាលដែលចង់ចុះឈ្មោះកូនបាទឥឡូវយើងទទួលពីក្មេងៗទៅក៏យើងទទួលដែរដោយសារតែ
យើងចង់បណ្ដុះការគិតរបស់យើងរបស់គាត់ឲ្យគាត់ដើរតាមផ្លូវគេថាហេតុផលមានទំនាក់ទំនងហេតុផលមានការគិតការវិភាគឲ្យគាត់មើលគណិតវិទ្យាហ្នឹងគឺជាលក្ខណៈមួយដែលវាសមហេតុផលវាមិនមែនជារបស់មួយដែលគាត់ត្រូវបង្ខំចិត្តក្នុងការរៀនទេបាទវាមានហេតុផលវាមានអីដែលគាត់អាចទាញឲ្យគាត់គិតយើងមិនអាចវាយក្មេងម្នាក់ឲ្យគាត់មករៀនកើតទេប៉ុន្តែយើងទៅរករបស់អីមួយដើម្បីទាញចំណាប់អារម្មណ៍របស់គាត់ទាញចំណាប់អារម្មណ៍របស់គាត់ឲ្យគាត់មកគាត់អង្គុយអូគាត់អង្គុយគិតគាត់អង្គុយវិភាគឥឡូវគាត់ចាប់ផ្ដើមគិតពីអ្វីដែលគាត់ត្រូវរៀនគាត់ឆ្ងល់គាត់សួរយើងអាហ្នឹងយើងប្រាប់ទៅចេះមកបាទអញ្ចឹង complete comment ខាងក្រោមក៏ចាប់តង់ send message ដើម្បីចាប់ផ្ដើមសួរអំពីព័ត៌មានក៏ដូចជាចុះឈ្មោះវគ្គសិក្សាថ្មីរបស់យើងបាទគុណក្នុងការរៀនវិទ្យាសាស្ត្រពិតយើងត្រូវតែចេះសង្កេតពីទម្រង់របស់វានិងទាញរកទំនាក់ទំនងហេតុផលថាតើវាមានដំណើរការយ៉ាងដូចម្តេចដើម្បីយើងអាចយល់ពីខ្លឹមសារមេរៀននិងឈានទៅដល់ការអនុវត្តលំហាត់បានអនុវត្តជាប្រចាំតាមកម្មនៃកម្រិតសិក្សាចាប់ផ្ដើមពីការរំលឹកមេរៀនសង្ខេបវិភាគលំហាត់គំរូវឹកហាត់លំហាត់អនុវត្តនិងបណ្ដុះភាពស្ទាត់ជំនាញជាមួយនឹងលំហាត់ស្រាវជ្រាវតាមមេរៀនរៀនបែបនេះយើងមិនមែនគ្រាន់តែចាំរូបមន្តនិងសមីការដ៏ច្រើននោះទេតែយើងនឹងយល់ពីឫសគល់និងទំនាក់ទំនងនៃការប្រើប្រាស់រូបមន្តទាំងនោះតាមរយៈការវិភាគការអនុវត្តនិងការបញ្យល់ហើយនេះជាប្រព័ន្ធរៀនដែលមានផ្ដល់ជូនដោយមជ្ឈមណ្ឌលបង្វឹក Feynman Academic យើងនឹងផ្ដល់ជូនសៀវភៅកិច្ចការដែលមានទាំងមេរៀននិងលំហាត់អនុវត្តសម្រាប់សិស្សដែលចុះឈ្មោះបង្វឹកគណិតវិទ្យានិងរូបវិទ្យាចាប់ពីថ្នាក់ទី7ដល់ថ្នាក់ទី12ទាំងចំពោះការសិក្សាផ្ទាល់និងតាមអនឡាញសូមចុចប៊ូតុង Send Message ឬក៏ comment ខាងក្រោមថាចុះឈ្មោះរៀនសូមអរគុណ